ពិភពលោកទាំងមូលមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលអតីតប្រធានាធិបតីអាមេរិកលោក Barack Obama ទម្លាយក្នុងកម្មវិធី podcast អាមេរិកកាលពីចុងសប្តាហ៍កន្លងទៅថាពិតជាមានមនុស្សភពផ្កាយឬ alien ប្រកបមែនប៉ុន្តែថាឱកាសដែលមនុស្សក្រៅភពមកកាន់ភពផែនដីគឺមានតិចតួចណាស់នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC News កាលពីថ្ងៃច័ន្ទទី16 ខែកុម្ភៈឆ្នាំ2026លោកអូបាម៉ាបានអាងបែបនេះក្នុងកិច្ចសម្ភាសន៍តាមកម្មវិធី podcast ជាមួយលោក Brian Taylor Cohen កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅដែលកំពុងផ្ទុះការចាប់អារម្មណ៍ពេញបណ្ដាញទំនាក់ទំនងសង្គមពេញពិភពលោកក្នុងកិច្ចសម្ភាសន៍នោះលោក Brian Taylor Cohen បានសួរលោក Barack Obama ចំថាតើមនុស្សភពផ្កាយពិតជាមានមែនឬទេលោក Barack Obama បានឆ្លើយយ៉ាងខ្លីថាពិតជាមានមែនប៉ុន្តែខ្ញុំពុំដែលឃើញពួកគេផ្ទាល់ភ្នែកនោះទេលោក Barack Obama បានបញ្ជាក់ថាគ្មានការបង្ខាំងមនុស្សភពផ្កាយឬ alien ឬរក្សាទុកបច្ចេកវិទ្យាថាសហោះឬយាន UFO នៅក្នុងតំបន់51ឬ Area 51 នោះទេហើយប្រសិនបើមានបន្ទប់សម្ងាត់ក្រោមដីមែនច្បាស់ណាស់វានឹងត្រូវលាក់បាំងចិត្តឈឹងហើយសូម្បីតែប្រធានាធិបតីអាមេរិកក៏មិនដឹងដែរតំបន់51ឬ Area 51គឺជាមូលដ្ឋានទ័ពអាកាសសម្ងាត់បំផុតរបស់សហរដ្ឋអាមេរិកដែលមានទីតាំងនៅបឹងគ្រូមភាគខាងត្បូងរដ្ឋ Nevada ទីភ្នាក់ងារ CIA កាលពីអំឡុងឆ្នាំ2023បានទទួលស្គាល់ជាផ្លូវការថាពិតជាមានតំបន់51ឬ Area 51នៅពេលឯកសារសម្ងាត់ត្រូវបានលាតត្រដាងថាវាត្រូវបានគេប្រើប្រាស់តាំងពីឆ្នាំ1955ដើម្បីសាកល្បងយន្តហោះចារកម្ម U2 និងយន្តហោះពិសោធន៍ផ្សេងៗទៀតភាពសម្ងាត់នៃមូលដ្ឋានមួយនេះធ្វើឲ្យគេចង់ដឹងចង់ឮអំពីការស្រាវជ្រាវលើមនុស្សភពផ្កាយឬ alien រួមទាំងទ្រឹស្ដីដែលថាយាន UFO ឬថាសហោះរបស់ alien ដែលធ្លាក់គឺត្រូវបានរក្សាទុកនៅទីនោះហើយវាគឺជាទីកន្លែងសម្រាប់ជួបពិភាក្សាជាមួយមនុស្សភពផ្កាយទៀតផងមិនត្រឹមតែប៉ុណ្ណោះមានការអាងថាគេធ្លាប់មើលឃើញយាន UFO ឬថាសហោះមួយចំនួននៅក្នុងតំបន់នោះប៉ុន្តែ CIA បញ្ជាក់ទៀតថាអ្វីដែលមើលឃើញនោះគឺគ្រាន់តែជាការហោះហើរសាកល្បងនៃយន្តហោះចារកម្ម U2 តែប៉ុណ្ណោះខ្ញុំតារាពី RTNews TV